solar đặt mò tôi bây đặt hạt off page dạ về tục view off dạ về chảo máu bên của solar nó ở mò solar nó chặt cột và số đây là đó này phải đi mình cần là nó bị cái và đặt bông solar điều này nên là chuyện thôi mà đá nhận là tên solar con lại khai còn chặt thái từ con bài chặt bài thái từ chặt có sơ qua cả và đây này hay xem lại ra tiếp thì sẽ chắcคือcon sơ đăng ra về lên nó hàng mấy cái được tình này bây giờ có đang đăng nhắnคือcon tộc cao tại một ngàyนี้ខ្ញុំបង្ហាញពីការប្រើប្រាស់ tele វាអាចធ្វើឲ្យយើងគ្រប់គ្រងពលឺបានល្អហើយមួយទៀតការគ្រប់គ្រងពលឺបានល្អវានឹងធ្វើឲ្យអាយុកាល solar យើងប្រើក៏បានយូរដូចគ្នា solar នេះមានកម្លាំងតែ40 វ៉ាត់ទេ40 វ៉ាត់ស៊ីនក្នុង tele របស់ solar ធម្មតាមាន on off កន្លែងបើកហើយកន្លែងបិទជាមួយនឹង auto អានេះយើងឃើញជាច្រើន auto ហ្នឹងមានន័យថាពេលដែលមានពលឺថ្ងៃកំពុង solar យើងគឺពេលដែលអាងឹតឬក៏យើងកាប់ថា solar ចុះក្រោមចាត់ទុកថាដូចពេលយប់អញ្ចឹងគឺវានឹងភ្លឺការប្រើប្រាស់បែបហ្នឹងវាមានអត្ថប្រយោជន៍ល្អគឺវាភ្លឺពេញមួយយប់មកសម្រាប់ solar នេះគឺភ្លឺពេញមួយយប់មកដោយសារតែ solar នេះមានថ្មច្រើនមានថ្មធំកម្លាំងថ្មធំអញ្ចឹងការប្រើ auto អត់សូវជាមានបញ្ហាទេគឺពេលដែលប្រើហើយវានឹងសល់ទៀតវានឹងសល់ខាងក្នុងថ្មតែខ្ញុំបង្ហាញនេះដោយសារអ្នកខ្លះគាត់ប្រើជាមួយនឹង solar ផ្សេងៗមានមុខងារនៅក្នុងនឹងដូចគ្នាប៉ុន្តែយើងគួរតែប្រើមិនសម្រាប់ការចុចលេខ 6H នេះមានន័យថាឲ្យ solar នេះភ្លឺបានតែ6ម៉ោងទេវានឹងរលត់វិញឧទាហរណ៍ថាវាភ្លឺនៅម៉ោង5ពេលល្ងាចអញ្ចឹង6ម៉ោងក្រោយបន្ទាប់ពីវាភ្លឺវានឹងរលត់វិញសម្រាប់ 8H នេះចង់បញ្ជាក់ថា solar ភ្លឺត្រឹម8ម៉ោងវានឹងរលត់វិញឧទាហរណ៍ថាវាភ្លឺពីម៉ោង5ពេលល្ងាចអញ្ចឹងពីម៉ោង5រហូតដល់ម៉ោង12 7ម៉ោងហើយម៉ោង1 1ម៉ោងទៀតវានឹងរលត់វិញនៅពេលដែលរលត់គឺមានន័យថាថ្មដែលប្រើនៅក្នុងពូលហ្នឹងប្រើអត់ទេវានៅសល់ថាមពលមូលហេតុដែលគេធ្វើឲ្យវានៅសល់ថាមពលដោយសារការប្រើ solar សម្រាប់ solar ដែលថ្មតូចពេលដែលប្រើ off ពេករយៈពេលទុកវាឲ្យអស់រយៈពេលច្រើនម៉ោងវានឹងធ្វើឲ្យ solar ហ្នឹងថ្ម solar ហ្នឹងឆាប់ខូចការប្រើជាធម្មតាអាចបាន2 ឬក៏ 3 ឆ្នាំអញ្ចឹងវានឹងមកសល់ទៅត្រឹម1 ឆ្នាំជាងទេប៉ុន្តែបើយើងប្រើ solar ធំដោយសារតែការប្រើប្រាស់ថាមពលនៅក្នុងថ្មនៅក្នុង solar ហ្នឹងវាអត់អស់អញ្ចឹងវាធ្វើឲ្យអាយុកាលរបស់ solar វាបានយូរការប្រើ solar គឺអញ្ចឹងដូច្នេះពូលទាំងអស់គឺសិតតែមានតាំងសិនរបស់វាចំណែកឯ 70% និង 85% នេះវិញគេចង់បង្ហាញថាពេលដែលយើងឲ្យវាភ្លឺពេលដែលយើងចុចឲ្យ solar នោះពលឺដែលវាបញ្ចេញ 100% យើងសន្សំវាឲ្យចេញតែ 70% បានហើយវាក៏ជាការសន្សំថាមពលថ្មមួយដែរឬក៏ឲ្យវាចេញ 85% នៃពលឺ 100% ដែលវាចេញហ្នឹងការធ្វើបែបហ្នឹងវាធ្វើឲ្យថ្ម solar ទាំងអស់ហ្នឹងគឺវាភ្លឺបានពេញមួយយប់ដូចគ្នាសម្រាប់ solar ដែលប្រើថ្មតូចប៉ុន្តែវាប្រើថាមពលអត់ពីថ្មទេមានន័យថាវាត្រូវការសន្សំថាមពលខ្លះដើម្បីជួយចំបាត់សេរីថ្មនៅក្នុង solar ហ្នឹងហើយវាមានអាយុកាលបានយូរបញ្ជាក់តិចសម្រាប់ solar ដែលថ្មធំជាពិសេស solar ដែលមានថ្មដុំចេះអាយុកាលវាអាច 2000 ទៅ 3000 cycle អញ្ចឹងបើសិនជាយើងប្រើមានការថែទាំឬក៏យើងដឹងបច្ចេកទេសប្រើវាអាចគុណនឹងពីអាយុកាលរបស់វាគំរាមទៅវាធ្លាក់មកធ្លាក់ថាមពលពី 100% មក 80% តែសម្រាប់ដែលយើងប្រើ solar ថ្មតូចអ្នកខ្លះប្រើថ្មកញ្ចប់មកបានមេដៃដូចថ្មទូរស័ព្ទទៅការប្រើថ្មតូចអាយុកាលរបស់វាអាច500 ទៅ 1000 cycle ប៉ុន្តែបើសិនជាយើងប្រើថាមពលអស់ពីថ្មហ្នឹងពេកមានអត់មានសល់ហ្មងគឺអាយុកាលហ្នឹងវានឹងកាត់បន្ថយទៅតាមការប្រើ tele solar គឺមានប៉ុណ្ណឹងអញ្ចឹងមានអីឆ្ងល់អាចឆាតសួរបាន